ប្រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមានមកម្ហូបមួយទៀតហើយគឺធ្វើគោឡើងភ្នំហើយអត់មានអីច្រើនទេគោឡើងភ្នំហ្នឹងដោយសារតែម៉ែគាត់បានហាន់សាច់ទុកតាំងពីផឹកអែវយាយអញ្ចឹងល្ងាចឡើងគឺខ្ញុំគ្រាន់តែយកសាច់ហ្នឹងមកប្រឡាក់ជាមួយនឹងស្ករប៊ីចេងម្សៅស៊ុបទឹកត្រីជាមួយនឹងពងទា2គ្រាប់ហើយដោយសារថ្ងៃហ្នឹងមកជុំគ្នាមួយក្មួយមួយអីទៀតឮតែសលេងសួរខាងមុខទៅដឹងហើយគឺសួរយើងរហូតធ្វើអីហ្នឹងអ៊ីធ្វើអីហ្នឹងអ៊ីតែខ្ញុំអត់ឆ្លើយដោយសារតែខ្ញុំពីអ្នកក្មួយខ្ញុំហ្នឹងគឺថានៅចិត្តគ្នាគឺថាឆ្លុះគ្នារហូតគឺខ្លាទាំងពីរហើយបន្លែអត់មានអីច្រើនទេពុកម៉ែបងប្អូនគឺមានតែផ្សិតម្ទេសជាមួយនឹងស្ពៃតឿហើយនឹងស្ពៃបូកូតូចហើយខ្ញុំក៏ឆ្លៀតមកធ្វើជាមួយនឹងទឹកតាហ៊ូហើយមុននឹងធ្វើទឹកតាហ៊ូមែនគឺខ្ញុំត្រូវហាន់ជាមួយនឹងក្រូចឆ្មាដើម្បីទុកមួយឡែកសិនហើយក្រូចឆ្មានេះគឺបេះនៅខាងក្រោយផ្ទះគឺមានតែម្ដាមទេបេះរហូតហើយយើងហាន់ជាចំណិតបែបហ្នឹងដើម្បីទុកម្លែកហើយចំពោះការធ្វើទឹកតាហ៊ូរបស់ខ្ញុំសិនហ្នឹងខ្ញុំអត់មានចិញ្ច្រាំខ្ទឹមជាមួយនឹងខ្ទឹមសម្ទេសអីទេគឺខ្ញុំយកទឹកតាហ៊ូមកក្លុកម្ដងដោយសារតែនឹកឃើញចង់ធ្វើរសជាតិថ្មីប្លែកអញ្ចឹងក៏យកមកក្លុកមិននឹកឃើញរសជាតិថ្មីគឺនឹកឃើញថាខ្ជិលចិញ្ច្រាំដោយសារយូរពេកអញ្ចឹងក៏នឹកឃើញថាយកមកក្លុកហើយចំពោះការក្លុកហ្នឹងគឺអត់មានដាក់គ្រឿងអីច្រើនទេពុកម៉ែបងប្អូនគឺដាក់តែជាមួយនឹងម្ទេសជាមួយនឹងខ្ទឹមក្រហមខ្ទឹមសបន្ថែមជាមួយនឹងស្លឹកជីវ៉ាន់ស៊ុយហើយនិងគល់ជីវ៉ាន់ស៊ុយដើម្បីឲ្យទឹកតាហ៊ូរបស់យើងហ្នឹងមានរសជាតិកាន់តែឆ្ងាញ់ហើយយើងដាក់ជាមួយនឹងប៊ីចេងបន្ថែមជាមួយនឹងទឹកដោះគោនេះគឺខ្ញុំប្រើទឹកដោះគោរបស់ខ្មែរយើងបោះជីបងផ្កាឈូកហើយការដែលយើងធ្វើទឹកតាហ៊ូដាក់ជាមួយនឹងទឹកដោះគោអញ្ចឹងធ្វើឲ្យរសជាតិក្រឹតតែឆ្ងាញ់ទៀតហើយនៅសល់គល់ជីវ៉ាន់ស៊ុយខាងក្រោយក៏ដាក់បន្ថែមទៀតហើយនេះគឺជាសម្រាប់របស់ទឹកតាហ៊ូដែលខ្ញុំធ្វើរសជាតិគឺឆ្ងាញ់មែនតើបើបងខ្ញុំវិញគឺគាត់ចង់វិចទៅពេញទៀតប៉ុន្តែឲ្យតែដល់ម៉ោងធ្វើម្ហូបហ្នឹងគឺតែថាលឿនខ្ញុំហើយបងខ្ញុំគឺចង់ជួយគ្នារឿងធ្វើម្ហូបហ្នឹងដែរព្រោះគាត់ចូលចិត្តពលឿនខ្ញុំហើយពេលធ្វើហើយមកលួងយើងឆ្ងាញ់ណាហើយចំពោះទឹកតាហ៊ូរបស់ខ្ញុំគឺខ្ញុំអត់មានដាក់អីច្រើនទេគឺខ្ញុំបន្ថែមជាមួយក្រូចឆ្មាខាងក្រៅជាមួយនឹងម្ទេសហើយនឹងស្លឹកជីវ៉ាន់ស៊ុយដើម្បីឲ្យសម្រស់កាន់តែស្អាតហើយចំពោះម្ទេសហ្នឹងគឺហាន់នៅខាងក្រៅបន្ថែមទៀតដោយសារតែបងថ្លៃខ្ញុំហើយខ្ញុំហ្នឹងគឺចិត្តហឹលដូចគ្នាអ្នកទេអត់សូវចូលចិត្តហ្មងទេតែខ្ញុំពីរនាក់ហ្នឹងគឺថែមចិត្តចាក់ខាងក្រៅរហូតហើយបន្លែអត់មានអីច្រើនទេមានតែសាច់គោជាមួយនឹងទឹកតាហ៊ូហើយនឹងគ្រឿងមានជាមួយនឹងបន្ថែមជាមួយនឹងបាគីហើយបន្លែវិញនិយាយថាឡើងពីចាអេមកមានទាំងពោតមានទាំងអីទៀតហើយយើងដាក់ជាមួយនឹងប័ររបស់យើងហើយបន្ថែមជាមួយនឹងសាច់គោពេលយើងប្រឡាក់អញ្ចឹងទុកចោលប្រហែលជាកន្លះម៉ោងហើយដាក់ពងទាអញ្ចឹងទៀតទៅគឺធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់ហើយនៅពេលដែលធ្វើបតាអីអញ្ចឹងគឺមានក្មេងមករំខានអីអញ្ចឹងកាលណាផ្ទះតែមានក្មេងគឺអត់សូវស្ងាត់ទេគឺអ៊ូអររហូតអ៊ូអរតែគាត់ហ្នឹងដោយសារតែចូលចិត្តសួរធ្វើអីអ៊ីធ្វើអីតែខ្ញុំហើយគាត់នឹងឆ្លុះគ្នាមួយថ្ងៃហើយតាំងពីក្នុងឡានព្រោះជាមនុស្ស introvert អត់ឲ្យខ្ញុំអង្គុយចិត្តដល់ពេលមកឃើញយើងធ្វើម្ហូបអញ្ចឹងចង់ញ៉ាំដែរគេសួរអីហ្នឹងតែយើងអត់ឆ្លើយហើយឥឡូវចុងក្រោយម្ហូបរបស់ខ្ញុំគឺឆ្អិនរួចរាល់ហើយបងប្អូនហើយពេលខ្ញុំធ្វើហ្នឹងគឺមិនភ្លៀងទៀតនិយាយថាបានញ៉ាំក្តៅវិញរឹតតែឆ្ងាញ់ដាក់ជាមួយនឹងទឹកជ្រលក់របស់យើងមកគឺធ្វើឲ្យមានជាតិតែនដាក់ចប់លេងហើយសំឡេងរបស់គាត់ហ្នឹងគឺថាចាចពេញផ្ទះសួររហូតឆ្ងល់រហូតអត់មានចេះស្ងាត់ទេក្មួយនេះហើយឥឡូវធ្វើហើយយើងបន្ទាប់ជាមួយនឹងទឹកជ្រលក់របស់យើងមកគឺមានរសជាតិឆ្ងាញ់មែនតែនអរគុណពុកម៉ែបងប្អូនសម្រាប់ការពេញចិត្តនិងតាមដានទស្សនាវីដេអូរបស់នាងខ្ញុំសូមជួយចុច like subscribe share follow ម្នាក់មួយផងអរគុណជម្រាបលា